រោះពីរអ្នកបានជិះរថយន្ត pick up មួយគ្រឿងហើយចុះមកសួរនាំពាក់ព័ន្ធជាមួយនឹងការបម្រើសេវាកម្មផ្លូវភេទរបស់គាត់តែដោយសារតែប្អូនស្រីបាននិយាយដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គាត់ហ្នឹងក៏ត្រូវបានបុរសខាងលើបានវាយដំច្រំធាក់ទៅលើរូបរាងកាយរបស់គាត់ធាក់នឹងគាត់វាយនឹងត្រូវកន្លែងណាខ្លះដែរមួយជើងចំស្មាខាងនេះហើយមួយជើងទៀតចំពោះមួយទៀតចំកណ្ដាលក្បាលលេងយកជើងធាក់យកហ្មងចាបងអត់យកដៃវាយមួយដៃចុងក្រោយបងមួយដៃចំកន្លែងណាដែរថ្ងាសបងវាយឯងមួយដៃចំថ្ងាសហ្មងចាបងចាខ្ញុំអត់មានចំនួនអីមួយគាត់ទាំងអស់បងប៉ុន្តែគាត់តែគាត់សួរនាំខ្ញុំមកខ្ញុំឆ្លើយតបទៅគាត់ទៅគាត់ក៏ហាក់មកវាយខ្ញុំហ្មងបងពេលហ្នឹងបងអូននៅអង្គុយកន្លែងណាដែលបងអូនអាចប្រាប់បន្តិចបានទេបានអង្គុយកន្លែងហ្នឹងយ៉ាងម៉េចដែរបងអូនខ្ញុំអង្គុយលេងទូរស័ព្ទខលមួយមិត្តភក្តិខ្ញុំហើយគាត់ក៏សួរនាំខ្ញុំក៏ឆ្លើយមួយគាត់ទៅវិញហើយអត់មាននិយាយពាក្យអសុរោះអីមួយគាត់ទាំងអស់គាត់មកសួរនឹងសួរយ៉ាងម៉េចដែរបងអូនសួរខ្ញុំថាសេវាកម្មអនឡាញនឹងអត់ម៉េះសេវាកម្មអីដែរបងអូនគាត់ហៅសេវាកម្មក្រៅគាត់ហៅសេវាកម្មផ្លូវភេទគាត់ហៅសេវាកម្មផ្លូវភេទឲ្យរកសេវាកម្មសម្រាប់ការចេញទៅក្រៅជាមួយគាត់ពេលហ្នឹងបងអូននិយាយយ៉ាងម៉េចបានឈានដល់គាត់វាយហិង្សាទៅលើបងអូនហ្នឹងបងអូននិយាយការប៉ះទៅគឺខ្ញុំអត់ចង់ចូលមួយគាត់ទេដោយសារអីខាងពួកខ្ញុំគឺអត់មានអញ្ចឹងតែបងគឺកោះជោគធម្មតាតាមរយៈការផ្សាយព័ត៌មានរបស់បងនេះបងអូនមានអីស្នើសុំទៅកាន់សមត្ថកិច្ចដើម្បីឲ្យលោកស្វែងរកនៅយុត្តិធម៌ឲ្យបងអូនទេបងអូនខ្ញុំសុំតែថាជួយចាប់អ្នកដែលធ្វើមកលើខ្ញុំហ្នឹងណាបងយកមកដោះស្រាយខ្ញុំបងជាការស្នើសុំរបស់បងអូនពេលនេះគ្រាន់តែចង់ឲ្យសមត្ថកិច្ចហ្នឹងលោកស្វែងរកនៅយុត្តិធម៌សម្រាប់បងអូនដែលជានារីរងគ្រោះទេចាបងចាហើយនឹងសូមឲ្យសមត្ថកិច្ចលោកមេត្តាជួយស្វែងរកជនដៃដល់ដែលបង្កមកលើរូបខ្ញុំយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់អ្នកដែលចូលមកវាយបងអូនហ្នឹងវ័យប្រហែលប៉ុន្មានដែរបងអូនต้องប្រហែលជា30ឆ្នាំឡើងបងនេះរូបគាត់បងខ្ញុំមានទាំងរូបគាត់ទាំងអស់ Telegram គាត់ដោយសារគាត់មានលេខដាក់នៅកន្លែងទីគាត់បើករកស៊ីនេះបងមានប្រពន្ធមានអីនៅមកឆ្លៀតមករកសេវាកម្មយើងទៀតខ្ញុំអត់ដឹងដែរបងប្រពន្ធស្អាតដូចគំនូបងប្អូនបាទបងអូនស្រីគាត់បើករូបមកខ្ញុំឃើញប្រពន្ធគាត់ស្អាតដូចគំនូតែនៅឆ្លៀតមករកសេវាកម្មផ្លូវភេទនៅទីតាំងហាងម៉ាសាកោះជុកទៀតឥឡូវហ្នឹងបងអូនស្រីគាត់ធ្វើលំអោនកាយគោរពនិងជំរាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង11យប់ដែលត្រូវនឹងថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នេះប្រិមិត្តបានឃើញហើយបាទគឺខ្ញុំកំពុងតែមានវត្តមាននៅចំណុចទីតាំងហាងម៉ាសាកោះជុកដែលយីហោ$199ប្រិមិត្តបាទអញ្ចឹងមានន័យថាការកោះជុករបស់គាត់នេះគឺកោះជុកម៉ាសាហ្នឹងគឺតម្លៃ$3បងប្អូនបាទដែលស្ត្រីរងគ្រោះម្នាក់នៅទីតាំងហាងម៉ាសាកោះជុកនេះគាត់បានផ្ដល់ព័ត៌មានមកកាន់អង្គភាពព័ត៌មានវិទ្យុដែលគាត់បានប្រាប់ថាគាត់ត្រូវបានរងនៅភាពអយុត្តិធម៌ដោយត្រូវបានជនដៃដល់ម្នាក់ដែលជិះរថយន្ត pick up មួយគ្រឿងដែលមានគ្នាចំនួន2នាក់បានធ្វើសកម្មភាពចុះមករកសេវាកម្មផ្លូវភេទតែដោយសារតែគាត់ធ្វើការបដិសេធក៏ត្រូវបានបុរសខាងលើដែលជាជនដៃដល់នឹងបានធ្វើការវាយដំទៅលើរូបរាងកាយរបស់គាត់យ៉ាងដំណំតែម្ដងប្រិមិត្តបាទនៅចំណុចទីតាំងកន្លែងកើតហេតុនេះគាត់មាននៅវីដេអូកាមេរ៉ាសុវត្ថិភាពបាទដែលត្រូវបានជនដៃដល់ខាងលើបានធ្វើការវាយដំទៅលើរូបរាងកាយរបស់គាត់ផងដែរបងអាចជម្រាបបន្តិចបានទេបងប្អូនអាចប្រាប់បន្តិចបានទេតើនៅពេលដែលថ្ងៃដែលកើតហិង្សាហ្នឹងតើគាត់វាយបងអូននៅទីតាំងណាដែរបងអូនបាទឥឡូវយើងអាចចូលទៅមើលខាងក្នុងបាទដោយសារតែបុរសខាងលើទាំងពីរនាក់ហ្នឹងគាត់ចុះពីលើរថយន្ត pick up របស់គាត់រួចមកក៏ដើរចូលមកធ្វើការសួរនាំពាក់ព័ន្ធជាមួយនឹងការបម្រើសេវាកម្មផ្លូវភេទនៅចំណុចទីតាំងក្នុងទីតាំងកន្លែងម៉ាសាកោះជុករបស់បងអូនស្រីហ្នឹងហើយមិនដឹងថាមានបញ្ហាអីទើបជនដៃដល់ហ្នឹងបានធ្វើការវាយទៅលើបងអូនស្រីនៅពេលដែលគាត់វាយទៅលើបងអូនហ្នឹងមានរឿងរ៉ាវអីបានគាត់ឈានដល់ថ្នាក់ប្រើប្រាស់ហិង្សាធាក់និងវាយទៅលើរូបរាងកាយរបស់បងអូននៅថ្ងៃនោះបងអូនខ្ញុំអត់មានចំនួនអីមួយគាត់ទាំងអស់បងប៉ុន្តែគ្រាន់តែគាត់សួរនាំខ្ញុំមកខ្ញុំឆ្លើយតបទៅគាត់ទៅគាត់ក៏ហាក់មកវាយខ្ញុំហ្មងបងអូពេលហ្នឹងបងអូននៅអង្គុយកន្លែងណាដែលបងអូនអាចប្រាប់បន្តិចបានទេបាទអង្គុយកន្លែងហ្នឹងយ៉ាងម៉េចដែរបងអូនខ្ញុំអង្គុយលេងទូរស័ព្ទខលមួយមិត្តភក្តិខ្ញុំហើយគាត់ក៏សួរនាំខ្ញុំក៏ឆ្លើយមួយគាត់ទៅវិញហើយអត់មាននិយាយពាក្យអសុរោះអីមួយគាត់ទាំងអស់គាត់មកសួរហ្នឹងសួរយ៉ាងម៉េចដែរបងអូនសួរខ្ញុំថាសេវាកម្មអនឡាញនឹងអត់ម៉េះសេវាកម្មអីដែរបងអូនគាត់ហៅសេវាកម្មក្រៅគាត់ហៅសេវាកម្មផ្លូវភេទបងអូគាត់ហៅសេវាកម្មផ្លូវភេទឲ្យរកសេវាកម្មសម្រាប់ការចេញទៅក្រៅជាមួយគាត់ចាពេលហ្នឹងបងអូននិយាយយ៉ាងម៉េចបានឈានដល់គាត់វាយហិង្សាទៅលើបងអូនហ្នឹងបងអូននិយាយការប៉ះទៅគឺខ្ញុំអត់ចង់ចូលមួយគាត់ទេដោយសារអីខាងពួកខ្ញុំគឺអត់មានអញ្ចឹងតែបងគឺកោះជោគធម្មតាទីតាំងរបស់បងអូនហ្នឹងគឺមិនមានបម្រើសេវាកម្មផ្លូវភេទទេគ្រាន់តែមានសេវាកម្មក្នុងការកោះជប់ធម្មតាទេចា
ចឹងនៅពេលដែលគាត់មកធ្វើការសួរនាំបងអូនហ្នឹងគាត់ចុះពីលើរថយន្តហ្នឹងគ្នាប្រហែលអ្នកដែរបងអូន ពេលគាត់មកដំបងហ្មងគាត់មកពីសាបងមកដំបងចុះគ្នា3នាក់ប៉ុន្តែមកលើកទី2មកតា2នាក់ទេប៉ុន្តែម្នាក់ទៀតនៅឈរនៅចាំនៅខ្លោងទ្វារ មកដល់ទីតាំងហ្នឹងគាត់សួរនាំបងអូនយ៉ាងម៉េចខ្លះដែរបងអូន សួរខ្ញុំថាសេវាកម្មមួយហ្នឹងនៅនឹងអត់ម៉េះ ហើយបងអូនឆ្លើយទៅគាត់យ៉ាងម៉េចបានគាត់វាយទៅលើបងអូន ខ្ញុំថានៅនេះគេចូលតែ15នាទីទេបងហើយក៏គាត់ថាអូហើយគាត់ស្លឹងមើលរកកាមេរ៉ាហើយគាត់ក៏ហៅឲ្យវាយខ្ញុំទៅព្រោះអីគាត់អត់បានចាប់អារម្មណ៍មើលហាកាមេរ៉ាដាក់នៅខាងលើក្បាលខាងនោះវិញបងបាញ់មើលក្នុងកាមេរ៉ាបានដោយសារអីគាត់ក្លែងក្លើមហើមើលកាមេរ៉ា ចឹងមានន័យថាមុននឹងគាត់វាយបងអូនហ្នឹងគឺគាត់ព្យាយាមស្វែងរកកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងបងអូនដែរ ចាបងចា តែដោយសារតែគាត់អត់ចាប់អារម្មណ៍មើលទៅមើលអត់ឃើញកាមេរ៉ាគាត់ក៏វាយបងអូនហ្មង ចា អាការៈគាត់វាយបងអូនពេលហ្នឹងគឺគោលបំណងគាត់មកទាំងពីរដងហ្នឹងគឺគាត់ដើម្បីស្វែងរកសេវាកម្មផ្លូវភេទនៅទីតាំងរបស់បងអូន ចាបង តែដោយសារតែទីតាំងបងអូនហ្នឹងអត់មានការបម្រើសេវាកម្មផ្លូវភេទទើបគាត់ធ្វើការវាយដំទៅលើបងអូនតែម្ដង ចាបងចា មកដល់ពេលនេះបងអូនអាចប្រាប់បានទេតើរឿងហ្នឹងកើតឡើងនៅថ្ងៃណាដែរបងអូន ថ្ងៃទី23ខែ10បងវេលាម៉ោង1 អូរឿងហ្នឹងកើតឡើងប្រហែលជាជិត1ខែហើយចឹង ចាបង ចឹងនៅពេលហ្នឹងបងអូនបានប្តឹងសមត្ថកិច្ចប្តឹងប៉ូលីសអីរួចអស់ហើយឬនៅបងអូន ប្តឹងហើយបងព្រលឹមឡើងម៉ោងប្រហែលជា9ខ្ញុំទៅដាក់ពាក្យប្តឹង អូចឹងឥឡូវនេះតាមរយៈការផ្សាយព័ត៌មានរបស់បងនេះបងអូនមានអីស្នើសុំទៅកាន់សមត្ថកិច្ចដើម្បីឲ្យលោកស្វែងរកនៅយុត្តិធម៌ឲ្យបងអូនទេបងអូន ខ្ញុំសុំតែថាជួយចាប់អ្នកដែលធ្វើមកលើខ្ញុំហ្នឹងណាបងយកមកដោះស្រាយមួយខ្ញុំបង ជាការស្នើសុំរបស់បងអូនពេលនេះគ្រាន់តែចង់ឲ្យសមត្ថកិច្ចនឹងលោកស្វែងរកនៅយុត្តិធម៌សម្រាប់បងអូនដែលជានារីរងគ្រោះទេ ចាបងចាហើយនឹងចាប់ម្នាក់ហ្នឹងអត់បានចឹងណាបងដោយសារអីគាត់ដើរទៅវិញទៅមកឌឺខ្ញុំរហូត ចឹងអ្នកវាយបងអូននឹងផ្ទះនៅម្ដុំនឹងដែរទេ ចាបងនៅហ្នឹង គាត់វាយនឹងនៅផ្ទះនៅនឹងទេ ចាបងនៅមកជួតែនៅខាងនោះ ពេលគាត់វាយបងអូនឯងនឹងគាត់ធាក់នឹងគាត់វាយនឹងត្រូវកន្លែងណាខ្លះដែរ មួយជើងចាំស្មាខាងនេះហើយមួយជើងទៀតចាំពោះមួយទៀតចាំកណ្ដាលក្បាល លេងយកជើងធាក់យកហ្មង ចាបង អត់យកដៃវាយ ដៃវាយមួយដៃចុងក្រោយបង មកដៃចំកន្លែងណាដែរ ថ្ងាសបង វាយអូនឯងមកដៃចំថ្ងាសហ្មង ចាបងចា ចឹងបងអូនបានប្តឹងប៉ូលីសរួចអស់ហើយ ចា ប្តឹងប៉ូលីសនៅណាដែរបងអូន នៅប៉ោះនេះខ្ញុំអត់ស្គាល់ឈ្មោះ បោះសំរោងណាបងអូន បាទចាសំរោង សំរោងក្រោមណា ហ្នឹងហើយសំរោងក្រោមបង ចឹងជាការស្នើសុំបងចង់ឲ្យបងអូនស្នើសុំទៅកាន់សមត្ថកិច្ចបន្តិចមើលដើម្បីឲ្យគាត់ស្វែងរកនៅយុត្តិធម៌ក៏ដូចជាស្វែងរកនៅជនដៃដល់ដើម្បីយកមកធ្វើការផ្ដន់ទាទោសយ៉ាងម៉េចជាមួយនឹងបងអូន សូមឲ្យសមត្ថកិច្ចលោកមេតាជួយស្វែងរកជនដៃដល់ដែលបង្កមកលើរូបខ្ញុំយកមកផ្ដន់ទាទោសតាមផ្លូវច្បាប់ រយៈពេលដែលបងអូនប្តឹងនឹងជិត1ខែហើយតើដំណឹងដែលសមត្ថកិច្ចគាត់ផ្ដល់មកនឹងផ្ដល់យ៉ាងម៉េចខ្លះដែរទើបបងអូនសម្រាប់ចិត្តមកធ្វើការសម្រាប់ចិត្តឲ្យពួកបងជាអ្នកដសែនមកធ្វើការផ្សាយនឹងបងអូន គាត់គ្រាន់តែប្រាប់ខ្ញុំថាពេលដែលឃើញជនដៃដល់ឲ្យខ្ញុំតាក់ទងទៅគាត់ប៉ុន្តែពេលដែលខ្ញុំតាក់ទងទៅគាត់បងអាចមើលបានគាត់អត់តបខ្ញុំទេគាត់អត់តបខ្ញុំទេបង អ្នកដែលចូលមកវាយបងអូនហ្នឹងវ័យប្រហែលប៉ុន្មានដែរបងអូន ខ្ទង់ប្រហែលជា30ឆ្នាំឡើងបងនេះហូបគាត់បងខ្ញុំមានទាំងហូបគាត់ទាំងអស់ Telegram គាត់ដោយសារគាត់មានលេខដាក់នៅកន្លែងទីគាត់បើករកស៊ីនេះហ៎បង មានប្រពន្ធមានអីនៅមកឆ្លៀតមករកសេវាកម្មយើងទៀត ខ្ញុំអត់ដឹងដែរបង ប្រពន្ធស្អាតដូចគំនូបងប្អូនបាទបងអូនស្រីគាត់បើករូបមកខ្ញុំឃើញប្រពន្ធគាត់ស្អាតដូចគំនូតែនៅឆ្លៀតមករកសេវាកម្មផ្លូវភេទនៅទីតាំងហាងម៉ាសាកោះជប់ទៀតឥឡូវហ្នឹងបងអូនស្រីគាត់ធ្វើការប្តឹងហើយខ្ញុំសូមបញ្ជាក់ពាក្យពាន់ជាមួយនឹងរឿងរ៉ាវហឹង្សានឹងបន្តិចបងប្អូនបាទតាមកាមេរ៉ាសុវត្ថិភាពរបស់បងអូនស្រីដែលជាជនរងគ្រោះហ្នឹងគាត់បានផ្ដល់មកបងអូនស្រីហ្នឹងនៅពេលដែលមុនពេលកើតហេតុហ្នឹងគឺបរិសុទ្ធខាងលើហ្នឹងគឺគាត់ជិះរថយន្ត pick up មួយគ្រឿងប្រិមិត្តបានមកធ្វើការឈប់នៅមុខទីតាំងហាងម៉ាសាកោះជប់របស់បងអូនស្រីរួចបានធ្វើការដើរមកធ្វើការសួរនាំបងអូនស្រីចឹងឲ្យពាក់ព័ន្ធជាមួយនឹងការស្វែងរកនៅសេវាកម្មផ្លូវភេទតែដោយសារតែបងអូនស្រីគាត់បានប្រាប់ថានៅទីតាំងនេះគឺមានតែការចូលទៅកោះជប់ក៏ដូចជាម៉ាសាហ្នឹងតែ15នាទីទេបាទចឹងទៅបរិសុទ្ធខាងលើហ្នឹងគាត់ថាសេវាកម្មអន់ម៉េះបាទមានតែ15នាទីបាទគ្រាន់តែប៉ុណ្្នឹងគឺលើកជើងធាក់ទៅលើបងអូនស្រីនិងធ្វើការវាយដំទៅលើរូបរាងកាយរបស់បងអូនស្រីផ្ទាល់តែម្ដងដែលបងអូនស្រីគាត់កំពុងតែអង្គុយចឹងប្រិមិត្តបាទចឹងយើងសង្ឃឹមថាការងារនេះសមត្ថកិច្ចលោកនឹងធ្វើការស្វែងរកនៅជនដៃដល់ដើម្បីមកធ្វើការតាមផ្លូវច្បាប់ក៏ដូចជាស្វែងរកនៅយុត្តិធម៌របស់បងអូនស្រីផងដោយបងអូនស្រីគាត់បានជំរាបចឹងគាត់បានធ្វើការប្តឹងទៅកាន់សមត្ថកិច្ចហ្នឹងរយៈពេលជិត1ខែហើយបាទតាំងពីថ្ងៃទី23ខែ10ចឹងឥឡូវនេះថ្ងៃទី13ខែ11ហើយប្រិមិត្តបាទចឹងសង្ឃឹមថាសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យនឹងលោកនឹងធ្វើការស្វែងរកនៅជនដៃដល់ដែលបានប្រព្រឹត្តអំពើហិង្សាទៅលើបងអូនស្រីហ្នឹងមេត្តាជួយរកនៅយុត្តិធម៌ឲ្យគាត់ដូចជាស្វែងរកនៅជនដៃដល់ដែលចូលមកធ្វើការវាយដំទៅលើរូបរាងកាយរបស់គាត់ទោះបីគាត់ជាអ្នកប្រកបរបររកស៊ីបាទកោះជប់ម៉ាស្សាក៏ដោយក៏គាត់មានតម្លៃសម្រាប់ខ្លួនគាត់ដែរយើងជាបរិសុទ្ធមិនគួរណាមកលើកដៃវាយដំច្រំធាក់បាទដោយគ្រាន់តែបងអូនស្រីគាត់ធ្វើការបដិសេធក្នុងការមិនព្រមបំរើសេវាកម្មផ្លូវភេទតាមអ្វីដែលយើងចង់បានតែប៉ុណ្ណោះបាទយើងសង្ឃឹមថាសមត្ថកិច្ចលោកនឹងធ្វើការស្វែងរកនៅជនដៃដល់ក៏ដូចជាជនដៃដល់ដើម្បីយកមកធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ជាមួយនឹងបងអូនស្រីផងដែរបាទអរគុណប្រិយមិត្តសម្រាប់ការទស្សនានិងការតាមដានជុំវិញករណីអំពើហិង្សាដែលបុរស
ម្នាក់ជិះរថយន្ត pick up មួយគ្រឿងមកធ្វើការវាយដំស្ត្រីម្នាក់នៅទីតាំងហាងម៉ាសាកោះជប់មួយកន្លែងដែលស្ថិតនៅក្នុងសកាត់សំរោងក្រមខណ្ឌពោធិ៍សែនជ័យនេះយើងទុកការងារនេះឲ្យសមត្ថកិច្ចលោកធ្វើការតាមជំនាញនិងនីតិវិធីរបស់លោកចុះអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានជុំវិញករណីខាងលើនេះបានព័ត៌មានលម្អិតយ៉ាងណាមិញយើងនឹងធ្វើការអាប់ដេតជាបន្តដើម្បីឲ្យប្រិមិត្តបានជ្រាបជាតិមិនដឹងផងដែរអរគុណបងប្អូននេះគ្រាន់តែជាព័ត៌មានបឋមហើយគ្រាន់តែជាព័ត៌មានដែលយើងទទួលបានភាគីម្ខាងតែប៉ុណ្ណោះយ៉ាងណាមិញយើងនឹងធ្វើការរងចាំការបកស្រាយនៅភាគីម្ខាងទៀតផងដែរក្រោយពេលដែលសមត្ថកិច្ចលោកធ្វើការខាត់ខ្លួនដើម្បីយកមកធ្វើការតាមនីតិវិធីច្បាប់របស់លោករួចអរគុណ